recruitment process ដំណើរការនៃការប្រកាសរើសបុគ្គលិកចឹងជា process អញ្ចឹងធ្វើអីក៏ដោយយើងត្រូវមានដំណើរការចឹងដំណើរការដែលយើងមានបុគ្គលិកចូលធ្វើការឲ្យជោគជ័យនេះអញ្ចឹងវាត្រូវឆ្លងកាត់ដំណើរការផ្សេងណាបាទចឹងដំណើរការនៃការប្រកាសរើសបុគ្គលិកគឺចេញមកពីតម្រូវការដែលក្រុមហ៊ុនឬក៏ថ្នាក់ដឹកនាំក្រុមហ៊ុនគាត់បានកំណត់ថាយើងត្រូវការបុគ្គលិកបន្ថែមក្នុងការជួយទៅលើអង្គភាពជួយលើក្នុងក្រុមហ៊ុនទៅលើការពង្រីកអាជីវកម្មទៅលើការអាប់ដេតបច្ចេកវិទ្យាអីផ្សេងចេញមកពីតម្រូវការតាមរយៈការវិភាគការងារការវិភាគសកម្មភាពក្រុមហ៊ុនអាចកំណត់ថាបន្ថែម5នាក់6នាក់10នាក់អញ្ចឹងគឺយើងអាចចូលទៅដំណាក់កាលដើម្បីធ្វើ plan ក្នុងការរើសបុគ្គលិកហ្នឹងអញ្ចឹងពេលខ្លះយើងអាចមិនរើសទាំងអស់ភ្លាមណាយើងរើសតាមដំណាក់កាលអញ្ចឹងគឺចេញពីការធ្វើផែនការរបស់យើងបាទជា HR ហ្នឹងរើសចូលខែហ្នឹង3នាក់ខែក្រោយ2នាក់ទៀតឬក៏ឈប់ពេលក្រោយអីចឹងទៅអញ្ចឹងស៊ីសងលើដំណើរការនៃការប្រកាសរើសបុគ្គលិកដែលយើងរៀបចំជាផែនការតែឆ្លើយតបមួយតម្រូវការរបស់យើងចូលដល់ដំណាក់កាលមួយទៀតគឺពេលដែលយើងកំណត់ផែនការហើយយើងចាប់ផ្ដើមប្រកាសរើសអញ្ចឹងយើងអាចមាន sourcing មកពីខាងណាខ្លះអាចពីខាងក្នុងក៏មានពីខាងក្រៅក៏មានបើយើងធ្វើពីខាងក្រៅយើងអាចប្រកាសរើសទៅខាងក្រៅបើយើងរើសពីខាងក្នុងគឺយើងអាចប្រកាសរើសពីខាងក្នុងហៅ advertisement ណា advertising ការប្រកាសរើសបុគ្គលិកហើយអាច sourcing ហ្នឹងក៏អាចមកពីខាងក្រៅមកពីកន្លែងណាខ្លះយើងអាចមានជាប្រភពឬក៏មានក្រុមហ៊ុនrecruitឲ្យយើងក៏មានដែរឡើយអញ្ចឹងបន្ទាប់ពីយើងប្រកាសឲ្យគេដាក់ពាក្យហើយអញ្ចឹងមាន pool របស់ candidate ក្រុម candidate ឬក៏ក្រុមបេក្ខជនដាក់ពាក្យមកអាចមាន50នាក់អាចមាន60នាក់អញ្ចឹងយើងចាប់ផ្ដើម select នៅក្នុងចំណោមហ្នឹងយកមកធ្វើ interview យើងមាន short list យើងធ្វើ test និងយើងធ្វើ test candidate យើងចេញមកពីលទ្ធផលនៃការធ្វើ test គឺដល់ដំណាក់កាលដែលយើងត្រូវរើសបុគ្គលិកនៅក្នុងចំណោមក្រុមដែលយើងបានប្រកាសក្នុងចំណោមក្រុមដែលបានដាក់ពាក្យមកណាដាក់ពាក្យមកអញ្ចឹងពេលដែលយើងមើលលទ្ធផលចេញពីការ select របស់យើងហើយយើងអាច offer job ឲ្យគាត់ចាប់ផ្ដើមធ្វើការទៅតាម process ដែលយើងបានធ្វើហើយវាបំពេញនឹងតម្រូវការដែលយើងចង់បានហៅ onboarding for success គឺដំណើរការដែលបុគ្គលិកចូលធ្វើការជាក្រុមមួយជាសរសៃឈាមមួយជាកោសិកាមួយរបស់ក្រុមហ៊ុនយើង